ភាពអន្តរជាតិប្រហែលដងហើយសរុបខ្ញុំបាន3 ដងទាំងលើកហ្នឹងតែ3 ដងទេបាទទៅយើងមកថាការរិចបាំងស្លឹកណាយើងមកគេថាផ្លោះថ្នាក់ដោយសារអីវាប្រកួតបរទេសអីតិចពេកណាបាទអញ្ចឹងគេនិយាយផ្លោះថ្នាក់តែប៉ុន្តែសមត្ថភាពយើងមានតែដោយសារតែ credit នៃការប្រកួតរបស់យើងហាក់បីដូចជាតិចពេកជាមួយបរទេសការធ្វើអីខ្ទងខ្ទីអីជាដើមនឹងដែរលាក់ចង់តិចបន្តិចក្តីប៉ុន្តែកម្លាំងពេញណាបាទហើយក្រោយពីឈ្នះមហាម៉ាត់មកមានធម្មពលយ៉ាងណាយ៉ាងណីដែរការឡើងឯធម្មពលធម្មតាចុះកម្លាំងចិត្តអីចឹងណាឡើងជាងមុនធម្មតាទៀតធម្មតាអូហើយតអ្នកខ្លាំងគេថាធម្មតាហើយសម្រាប់ទៅបាត់ដំបងនេះប៉ះខាងណាដែរប៉ះបរទេសជនជាតិអីស្គាល់ស្គាល់ទេហើយសម្រាប់ការវឹកហាត់ត្រៀមខ្លួនអីយ៉ាងណាដែរការហាត់ត្រៀមខ្លួនខ្ញុំគឺបានពេញដឹងរយៈពេលប្រហែលសប្តាហ៍ដែរសម្រាប់ជំនួបវិញនេះដឹងពីទឹកដែរបាទហើយសម្រាប់ការត្រៀមខ្លួនត្រៀមលើអាវុធអីខ្លះដែរជាក់ស្ដែងនៅសង្វៀនដោយសពមួយដងឯនេះបាទហើយមែនតើទៅសម្រាប់ការប្រកួតមួយនេះដឹងមុនពីអាទិត្យអាចថាត្រៀមខ្លួនបានល្អហើយសរុបខ្ញុំត្រៀមខ្លួនបានល្អដែរបាទហើយសម្រាប់ជាក់ស្ដែងការប្រកួតមួយនេះអាចថាជាកម្ដៅសាច់ដុំមុននឹងព្រឹត្តិការណ៍ធំដុះហើយបាទសម្លាក់សិនហ្នឹងសម្លាក់តិចក៏ប្រហែលប៉ុណ្ណឹងណាបាទនេះគាត់ការកម្ដៅសាច់ដុំដាស់សរសៃទៅសងហើយលោកថាថ្ងៃប្រកួតធំជាប់កាំងដាស់មួយសិនតែគាត់គុណសរុបល្អកំណត់ណាបាទដាស់មួយសិនមកល្អលឿនឬក៏យ៉ាងម៉េចអញ្ចឹងថាជាប់កាំងហើយណាបាទហើយការប្រកួតនេះ3 ទឹកឬ5 ទឹកដែរ5 ទឹកដងធំ5 ទឹកដងធំទៀតបាទអញ្ចឹងមានន័យថាការប្រកួតនេះដាក់5 ទឹកដើម្បីតេស្តនៅសមត្ថភាពក៏ដូចជាស៊ូសរុំផងដែរបាទតែការចប់ទឹកមុនឬក៏យ៉ាងណាយើងអត់ដឹងទេអាចថាចង់ផ្ដាច់មុនអត់ឬក៏មិនសរុបក៏ថាវាយសាក5 ទឹកតេស្តស៊ូខ្លួនឯងទេកម្មវិធីរៀបចំអត់ទេចង់និយាយថាបើយើងវាយ5 ទឹកយើងតេស្តស៊ូខ្លួនឯងដែរអញ្ចឹងថាយើងផ្ដាច់មុនឬក៏មិនឬចង់អស់ឡាយដល់5 ទឹកនេះថាផ្ដាច់ហើយមានឱកាសផ្ដាច់ផងអីសរុបរួមមកតាំងពីហាត់គុណខ្មែរតាំងពីតូចឃើញវីដេអូសរុំផុសមកវិញណាបាទនៅក្មេងបានសម្ដីជាឥឡូវទៀតឥឡូវលេងសូវចេញជ័យតែមិនមែនទេការប្រកួតមិត្តភាពអន្តរជាតិប្រហែលដងហើយសរុបខ្ញុំបាន3 ដងទាំងលើកហ្នឹងតែ3 ដងទេបាទទៅយើងមកថាការរិចបាំងស្លឹកណាយើងមកគេថាផ្លោះថ្នាក់ដោយសារអីវាប្រកួតបរទេសអីតិចពេកណាបាទអញ្ចឹងគេនិយាយផ្លោះថ្នាក់តែប៉ុន្តែសមត្ថភាពយើងមានតែដោយសារតែ credit នៃការប្រកួតរបស់យើងហាក់បីដូចជាតិចពេកជាមួយបរទេសការធ្វើអីខ្ទងខ្ទីអីជាដើមនឹងដែរហើយជាក់ស្ដែងគឺស្គាល់សរុបត្រឹមប្រកួតជាមួយនៅថ្នាក់ Tech Fighter ជាមួយខាងណាដែរកណ្ដមួយវុធីហ្នឹងហើយវុធីវណ្ដាគេចាប់ផ្ដើមស្កប់សម្គាល់សរុបហើយយ៉ាងណាក៏ជូនពរជោគជ័យសម្រាប់ការប្រកួតមួយនេះមុននឹងឱកាសធំមកដល់បាទ